គេមកហើយទ្វា8ខ្មែរតាចិត្តលើនេះគេចិត្តលើនេះទម្លាក់ជើងមកវិញត្រូវអានេះមួយទៀតទ្វា2ដណ្ដប់និងទ្វា8អត់ខ្លាចទេគិតជំរាបសួរបងប្អូនរួមជាតិខ្មែរទាំងអស់គ្នាខ្ញុំបាទរៀមយ៉តជាគ្រូយុទ្ធគុណទ្វា8ខេត្តសៀមរាបថ្ងៃនេះខ្ញុំមកបង្ហាញបច្ចេកទេសប្រើក្បាច់វេលុកចំនួន3របៀបនៅក្នុងយុទ្ធគុណទ្វា8ដើម្បីឲ្យបងប្អូនសិក្សាយល់ដឹងបន្តរបៀបក្បាច់ទី1នេះគឺយើងទាត់លើមួយសិនដើម្បីស្ទង់មើលគេបើសិនជាគេការពារយើងទាត់ចន្លោមួយកាច់ធាក់ជួពោះគេវិញចូលមករបៀបក្បាច់ទី2នេះបើសិនជាគេទឹកខាងក្រៅក្បាលជង្គង់យើងលោតថយមកក្រោយមកជាអាមទៅតាមកលៈទេសៈគេទាត់ឆ្ងាយឬក៏ទាត់គីហើយទាត់សងទៅវិញបើសិនជាគេទាត់ក្បាលជង្គង់យើងខាងក្នុងយើងដកជើងមុខនឹងមកក្រោយហើយយើងទាត់ក្បាលគេហើយព្រឹកនេះពេលកំពុងថតចៃដន្យក៏ជួលលោកតាម្នាក់ឈ្មោះលោកតាឆាន់បច្ចុប្បន្ន73ឆ្នាំគាត់ជីកាត់កន្លែងខ្ញុំថតក៏ឃើញក្បាច់ជើងពួកខ្ញុំទាត់នឹងដូចក្បាច់គុណទ្វា8ដែលគាត់ធ្លាប់ហាត់ពីក្មេងរបៀបទាត់គាត់ប្រាប់ថាគាត់អត់បានហាត់ច្រើនទេប៉ុន្តែគាត់ធ្លាប់ឃើញអ្នកខ្លាំងជាងនោះហាត់ខ្ញុំនឹងដាក់ការបកស្រាយរបស់គាត់នៅtrongវីដេអូចូលមករបៀបក្បាច់ទី3នេះបើសិនជាគេទាត់ជើងក្រោមយើងលើកជើងច្រត់ឥសីធាក់គេបដូលតែម្ដងទ្វា8ខ្មែរតាចិត្តលើនេះគេចិត្តលើនេះទម្លាក់ជើងមកវិញត្រូវអានេះមួយទៀតដូចជើងលើណាគឺដល់ធ្លាក់ដកដៃមិនត្រូវធ្លាក់ហ្មងបាទទៅមួយទៀតតែធ្លាក់ដកដៃហើយអានេះបាំងមួយទៀតចេះហោះវាយជាមួយភ្នំបូងបាទចេះហោះឈ្មោះ8ម៉ែត្រយ៉ាបាទដល់1 2 3ដល់ប្រាប់ភ្នំបូកឡើងទៅលើទម្លាក់មកវិញជឿនស្មាវាយទាត់តែមួយជើងក៏បាក់ស្ឌីណាទ្វា2ដណ្ដប់និងទ្វា8អត់ខ្លាចទេឲ្យតែហ៊ានចាប់ដៃបានហើយចាត់ថាលោមកចាប់ដៃក៏ដៃជាប់ហើយនេះឯងមិនបាច់រើទេហាត់គ្នា8នាក់បើវាយ2ដណ្ដប់គេហាត់2ដណ្ដប់នាក់ជុំវិញពីមុខអត់ឲ្យវាយទេគេមើលឃើញណាឲ្យវាយពីក្រោយម្នាក់នៅកណ្ដាលម្នាក់នេះគ្រូដាល់ហ្នឹងហើយគ្រូដាល់ទ្វា8និងទ្វា2ដណ្ដប់ឲ្យចូលអត់ចូលទេអត់ចូលទេបាទតានិយាយនេះគឺត្រូវអ្វីដែលខ្ញុំហាត់ហើយខ្ញុំសូមបញ្ជាក់ថាក្បាច់យុទ្ធគុណទ្វា8នេះគឺផ្សេងគ្នាពីល្បុក្កតោនិងផ្សេងគ្នាពីយុទ្ធក្រមខមបើបងប្អូនចង់ហាត់រៀនឬក៏ចង់ហាត់តាមអនឡាញនឹងមកហាត់ដល់គេហដ្ឋានបងប្អូនឬបង្ហាត់នៅក្នុងជីមឬសាលាឯកជនសូមទំនាក់ទំនងលេខទូរស័ព្ទ0894386622ហើយក៏សូមអរគុណដល់លោកតាឆាន់ដែលបានបកស្រាយធ្លាប់បានឃើញបានដឹងនិងបានហាត់មួយចំនួននៃគុណទ្វា8ហើយលោកតាក៏បានបញ្ជាក់ដែរថាគុណទ្វា8ដែលគាត់បានដឹងបានរៀនហ្នឹងគឺមិនដូចគ្នានឹងល្បុក្កតោទេក៏ធ្លាប់បានបញ្ជាក់ដែរហើយការបកស្រាយគុណទ្វា8របស់គាត់គឺដូចអ្វីដែលខ្ញុំបានហាត់រៀនមែនអ្វីត្បិតថាគាត់ហាត់បានមួយចំនួនក្តីនិងធ្លាប់បានឃើញក្តីក៏ខ្ញុំក៏គោរពគាត់ដែរយ៉ាងណាមិញប្រៀបដូចជាផុសតាំងមួយដែលបញ្ជាក់ថាយុទ្ធគុណទ្វា8នេះគឺមានមែននៅក្នុងស្រុកខ្មែរមិនត្រឹមតែសម័យនេះទេគឺតាំងពីសម័យមហានគរមកដល់ឥឡូវក៏នៅតែអត់ទាន់បាត់តាដែរទ្វា8ហ្នឹងហើយក៏សូមបងប្អូនខ្មែរចូលរួមគាំទ្រនិងចូលរួមហាត់យុទ្ធគុណទ្វា8ហ្នឹងឲ្យបានច្រើនគ្រប់គ្នាសូមបងប្អូនខ្មែរចូលរួមគាំទ្រវប្បធម៌ខ្មែរបុរាណយើងឲ្យច្រើនជាងវប្បធម៌បរទេសយើងមិនរើសអើងវប្បធម៌បរទេសទេប៉ុន្តែក្នុងនាមយើងជាកូនខ្មែរត្រូវរៀនអ្វីដែលជារបស់ខ្មែរហើយជាព្រលឹងជាតិរបស់យើងហើយរបស់ខ្មែរយើងក៏មានល្អហើយធ្លាប់មានប្រវត្តិខ្លាំងអស្ចារ្យដែរខ្ញុំបាទរៀមយ៉តជាគ្រូយុទ្ធគុណទ្វា8ខ្ញុំពិតជាមានមោទនភាពដែលបានហាត់យុទ្ធគុណទ្វា8វប្បធម៌ខ្មែរបុរាណយើង